Ok ស្ដាប់អ្នកគ្នាចូលជាមួយខ្ញុំដងទៀតហើយខ្ញុំបាទ GC bot ថ្ងៃនេះខ្ញុំមកលេង Minecraft ទៀតហើយដែលខ្ញុំលេងនៅលើ server Master Peaceful map A ដែលធ្វើមកខ្លះចិត្តមានអញ្ចឹងepisode នេះគឺជា episode ចុងក្រោយដែលជាភាពបញ្ចប់ហើយដែលខ្ញុំលេងក្នុង server នេះដោយ episode នេះខ្ញុំនឹងធ្វើ enchant armor ឲ្យមិនទាំងអស់នេះឥឡូវយើងត្រូវដាក់នេះមក enchant វាមិនមែនឲ្យមិនទេគឺវាគ្រាន់តែចិត្តមិនហ្នឹងអាហ្នឹងក៏គេហៅខ្លះជាអ្នកមានដែរដោយខ្ញុំមានមើលមួយ set ហើយតែខ្ញុំអត់តន់មាន enchant របស់វាអញ្ចឹងខ្ញុំត្រូវការ level ដើម្បី enchant អញ្ចឹងវិធីក្នុងការខ្ញុំរក level គឺខ្ញុំមកផ្ទះគ្នាខ្ញុំមកហើយខ្ញុំយក clay ដើម្បី trade មួយ villager ដើម្បីបាន level គ្នាក៏จะឆ្លើយថាខ្ញុំ trade មួយ villager មិនបាន level វិញព្រោះនៅពេលដែលយើងយករបស់មួយយក trade មួយ villager វានឹងកើន level ឲ្យយើងដូចគ្នាអញ្ចឹងឥឡូវខ្ញុំត្រូវការយកទៅ trade មួយ villager នេះជាផ្ទះគ្នាខ្ញុំផ្ទះម្នាក់ឈ្មោះ Piskero ហ្នឹងគឺផ្ទះរបស់គាត់ហើយនេះគឺជាសកម្មភាពដែលខ្ញុំ trade villager ហ្នឹងដោយប្រហែល episode ចុងក្រោយនេះគឺវីដេអូគឺវាពិតជាខ្លីៗខ្លាំងមែនតើវាអត់សូវវែងព្រោះអត់សូវមានអីធ្វើទេអញ្ចឹងepisode នេះជា episode ខាងក្រោយខ្ញុំលេង Master Peaceful ហើយប៉ុន្តែកុំបារម្ភថាខ្ញុំឈប់ធ្វើវីដេអូខ្ញុំនៅតែធ្វើវីដេអូឲ្យគ្នាយើងមើលរហូតខ្ញុំនឹងចេញវីដេអូថ្មីទៀតពាក់ព័ន្ធពីការលេង server ពីការលេង Minecraft Survival ពីការ PVP ព្រោះនេះខ្ញុំអត់សូវចេះ PVP ទេអញ្ចឹងអាចនឹងធ្វើស្អីផ្សេងក្រៅពីអាហ្នឹងអាចនឹងធ្វើពីការ review បែបគេឬក៏យ៉ាងម៉េចចាំមើលបន្តទៀតព្រោះឥឡូវខ្ញុំអត់តបានធ្វើទេឥឡូវខ្ញុំបាន level 35ហើយចាំមើលខ្ញុំ enchant មើលឥឡូវចុចមកហើយដាក់មុខដាក់ដាវមុនឥឡូវដាក់ lapis អូបាន sharpness IV មក sharpness IV ខ្វះមួយទៀតមិននេះ smile knock back ឥឡូវយើងយក sharpness IV មកអូបាន sharpness IV ហើយ knock back 2ទៀតម៉ែនឹងលុយឥឡូវយើងធ្វើការ enchant បថៅមួយមក enchant បថៅម្ដងថៅដាក់ lapis អូ efficiency IV ម៉ែ enchant បានល្អម៉ែនេះសិតតែ item ល្អនេះចាំមើលបានហើយអូ unbreaking 3 efficiency IV ម៉ែល្អនឹងល្អឥឡូវយើង enchant ទៀតអត់តន់ level យើងទៅ level សិនអញ្ចឹងគ្នាយើងនឹងដឹងហើយថាខ្ញុំ level តាមវិធីណាមានវិធី2ដែលខ្ញុំ level គឺវិធីទី1 trade villager វិធីទី2 way spawner អញ្ចឹងឥឡូវខ្ញុំសុខចិត្ត way spawner វិញឥឡូវខ្ញុំ slash home មកហើយនេះគឺជាសកម្មភាពដែលខ្ញុំAFK ដើម្បីចាំនេះណាចាំ skeleton វាធ្លាក់មកអញ្ចឹងមើលតាមហ្នឹងទៅគ្នាយើងឥឡូវខ្ញុំ AFK master ហើយឥឡូវយើងទៅមើលបាន skeleton ច្រើនណាស់ឥឡូវយើងទៅមើលមកអូបានច្រើនដែរតានេះឥឡូវយើងធ្វើការវាយមកណាវាយមកព្រោះអីមិញខ្ញុំកែកន្លែងហ្នឹងព្រោះអីព្រោះវាវាយទៅវាចេះឡងទៅវិញហើយដាវខ្ញុំមិញ enchant ក្នុង base ចឹងវាវាយទៅឡងហ្នឹងរឿងធម្មតាណាហើយសំខាន់គឺខ្ញុំវាយឈឺខ្លាំងមែនតើព្រោះមាន enchant sharpness IV ណាព្រោះអីបើ sharpness V បានឈឺខ្លាំងហ្មងហើយពេលខ្ញុំដាក់ enchant sharpness IV ក៏វាឈឺដែរគាត់ថាវាឈឺដល់ sharpness V ណាឥឡូវយើងបាន level ប៉ុណ្នេះហើយយើងទៅការ enchant ថែមមកដាក់មួកមកដាក់ lapis មកអូ protection IV 3 protection 3អូម៉ែបាននេះទៀតម៉ែនឹងល្អណាអូ protection 3ទៀតអូ unbreaking 3ទៀតម៉ែ enchant នេះល្អខ្វះទៀតវាមិនអីឥឡូវយើងខ្វះ level យើងទៅការយក clay ហើយយើងយក clay យកទៅ trade villager ទៀតមកឥឡូវយើងទៅការ trade villager មកនេះដាក់ clay ចូលមកឥឡូវយើងមាន level គ្រប់គ្រាន់ហើយឥឡូវយើងទៅការ enchant ទៀតមកនេះដាក់មកអូ fire protection IV ម៉ែអូ M ឥឡូវដាក់អូ unbreaking 3ទៀតអូម៉ែឡើង M បានរបស់ឡើង M អញ្ចឹងគឺយើងមិនទាំងអស់ហើយវាមិនមែនថាមិនទេវាចិត្តមិនទាំងអស់ហើយអញ្ចឹង episode របស់យើងគឺចាប់ត្រឹមតែប៉ុណ្្នឹងហើយដែលយើងរកបានលុយ6262ដោយយើងនិយាយបានថាអាចខ្លាចជាអ្នកមានបានហើយអញ្ចឹងអរគុណគ្នាយើងខ្លាំងមែនទែនសម្រាប់ការមើលវីដេអូនេះពីដើមរហូតដល់ចប់អរគុណគ្នាយើងខ្លាំងមែនទែនសម្រាប់ការ control តាំងពី part 1រហូតដល់ part ចុងបញ្ចប់នេះមកគឺអរគុណខ្លាំងមែនទែនហើយខ្ញុំនឹងចេញវីដេអូថ្មីទៀតឲ្យគ្នាយើងមើលសង្ឃឹមថាគ្នានឹងគ្រប់គ្រងអញ្ចឹងពេលនេះដើរមកដល់ទីបញ្ចប់ហើយអញ្ចឹង
goodbye គ្នាយើង bye bye សំណាងល្អ